មានអ្នកជំងឺម្នាក់អាយុ26ឆ្នាំស្រីគាត់ចូលមកដោយសារតែ weakness worse in evening បានពេលល្ងាចឡើងហ្នឹងគាត់ខ្សោយមក weakness មកហើយគាត់មាន diploma 2មើលឃើញ2ហើយ difficulty communicate បានន័យថាគាត់មកពេលតែសិតសក់ម្ដងគាត់ពិបាកសិតសក់ហើយនឹងពិបាកលេបអ្នកគ្រូអ្នកជំងឺនេះយើងធ្វើ scan ទៅ normal ហើយមើលអា strength របស់គាត់កម្លាំងរបស់គាត់ហ្នឹងដូចជាអូខេចឹងមើលទៅធម្មតានៅដំបងឡើងចឹងប្រហែលជា functional ហ្នឹងមែនទេអ្នកគ្រូលោកគ្រូពេទ្យនៅពេលល្ងាចខ្ញុំនឹងពិបាកបើកភ្នែកមែនទេភ្នែករបស់ខ្ញុំនឹងពិបាកបើកអាលីនៅពេលដែលអ្នកជំងឺមាន fluctuating weakness បានថាweakness ហ្នឹងវាមានប្រែប្រួលឡើងចុះហ្នឹងយើងជានិច្ចកាលយើងត្រូវគិតទៅដល់អំពី neuromuscular junction ប៉ុន្តែអ្នកគ្រូយើងមើលទៅអ្នកជំងឺហ្នឹងគាត់មើលទៅដូចជាធម្មតាចឹងឥឡូវហ្នឹងអាហ្នឹងហើយដែលគឺជាបញ្ហាដែលភាគច្រើន myasthenia gravis ហ្នឹងត្រូវបានគេមើលរំលងចឹងជា key line weakness high anterior muscle fatigue បានន័យថានៅការខ្សោយសាច់ដុំរបស់គាត់ហ្នឹងបានលាក់កំបាំងរហូតដល់ដែលសាច់ដុំហ្នឹងមានការអស់កម្លាំងខ្លាំងឥឡូវនេះយើងមើលភ្នែករបស់គាត់ដោយយកចិត្តទុកដាក់ហើយសង្កល់មើលតើមានអីប្រែប្រួលអត់ចឹងនៅពេលដែលយើងឲ្យគាត់ចាប់ដើមបើកភ្នែកនៅវិនាទីដំបូងគាត់បើកភ្នែកបានល្អនៅ15វិនាទីបន្តមកភ្នែករបស់គាត់ឃើញថាយ៉ាងបើកបានល្អប៉ុន្តែខ្សោយជាងមុនចឹងនៅពេលដែលឲ្យគាត់ប្រឹងបើកភ្នែកហើយងើក្បាលឡើងទៅលើរយៈពេល30វិនាទីក្រោយមកឃើញថាគាត់ភ្នែករបស់គាត់ហ្នឹងគឺបើកអត់បានទេគឺភ្នែកនឹងធ្លាក់ដែលគេហៅថា ptosis ចឹងគាត់មាន gradually worsening ptosisអ្នកគ្រូមើលភ្នែករបស់គាត់គឺភ្នែករបស់គាត់ហ្នឹងគឺគាត់ធ្លាក់តិចម្ដងអាហ្នឹងឯងគេហៅថា fatigability classic អ្នកបានន័យថាអ្នកជំងឺហ្នឹងមាន myasthenia gravis fatigability ហ្នឹងស្មើនឹង weakness worsening with sustained use បានន័យថាការខ្សោយហ្នឹងវាមានការកាន់តែអាក្រក់តនៅពេលដែលគាត់ខំប្រឹងធ្វើការបានតែខំប្រឹងប្រើសាច់ដុំកន្លែងណាមួយអញ្ចឹងជា key takeaway នៅពេលដែលអ្នកជំងឺមាន fluctuating weakness បូកនឹង fatigability ហ្នឹងយើងត្រូវគិតទៅដល់ myasthenia gravis ឥឡូវយើងពិនិត្យមើលទៅការលើកដៃរបស់គាត់ម្ដងគឺឲ្យគាត់សិតសក់ដោយលើកដៃឡើងទៅលើអញ្ចឹងក្នុងវិនាទីដំបូងគឺគាត់លើកដៃបានឡើងបានខ្ពស់ជាងមុនក៏អាចសិតសក់បាន15វិនាទីបន្តមកអាដៃរបស់គាត់ហ្នឹងវាចាប់ដើមខ្សោយធ្លាក់បន្តិចម្ដងហើយ30វិនាទីក្រោយមកឃើញថាដៃរបស់គាត់វាធ្លាក់ចុះជាងមុនគាត់អត់អាចលើកដៃឡើងលើបានខ្ពស់ទេ45វិនាទីក្រោយមកគឺដៃរបស់គាត់ធ្លាក់ចុះមកក្រោមគឺគាត់អត់អាចរក្សាដៃឲ្យឡើងខ្ពស់បានទេអញ្ចឹងបានន័យថាគាត់មានការពិបាកក្នុងការសិតសក់ហើយអាដៃហ្នឹងវាចាប់ដើមចុះតិចម្ដងអាហ្នឹងគេហៅថា proximal muscle fatigue first ជាងអ្នកគ្រូមើលទៅឃើញថាដៃរបស់គាត់ហ្នឹងមានរបៀបធ្ងន់ដែលគាត់មិនអាចរក្សាលំនឹងឬក៏សារជំហរឲ្យដៃលើកខ្ពស់បានឡើងបានរយៈពេលយូរនោះទេនៅក្នុង myasthenia gravis ហ្នឹងវាមាន neuromuscular junction ហ្នឹងវា fail បានន័យថាយើងមិនអាចទ្រង់ឬក៏មិនអាចរក្សាជំហរឬក៏ការប្រើសាច់ដុំនឹងបានរយៈពេលយូរនោះទេទៅធម្មតានៅពេលដែល normal contraction ហើយវាមាន strong signal វាធ្វើឲ្យមាន strong muscle វាមានសញ្ញាមកខ្លាំងធ្វើឲ្យសាច់ដុំវារឹងមាំតែនៅក្នុង myasthenia gravis វិញនៅពេលដែលយើងកត់ខំប្រឹងធ្វើរបៀបនឹងយូរទៅវាធ្វើឲ្យមាន weaker signal ដែលសញ្ញាដែលវាជាមកសាច់ដុំនឹងក៏មានការខ្សោយចុះដែរអញ្ចឹងធ្វើឲ្យមានសាច់ដុំខ្សោយចុះដែរអញ្ចឹងជា key takeaway proximal weakness បូក fatigability យើងត្រូវតែគិតទៅដល់ myasthenia gravis ឥឡូវយើងតេស្តមួយទៀតគឺឲ្យអ្នកជំងឺរាប់លេខពីលេខ1ដល់លេខ50ចឹងនៅពេលដំបូងគាត់រាប់ពីលេខ1ដល់លេខ10ហើយបន្តមកគាត់រាប់រហូតដល់លេខ50អញ្ចឹងនៅពេលដែលគាត់រាប់ចំនួនលេខហ្នឹងកាន់តែច្រើនទៅយើងឃើញថាសំឡេងរបស់គាត់ហ្នឹងក៏មានការធ្លាក់ចុះដែរអញ្ចឹងនៅពេលដែលគាត់រាប់ដល់ចុងក្រោយពី31ដល់40ឬក៏ពី41ដល់50ហ្នឹងសំឡេងរបស់គាត់ហ្នឹងចូលជា slur speech បានន័យថានិយាយលលច្បាស់និយាយនៅច្រមុះអញ្ចឹងគេហៅថា nasal speech អញ្ចឹងអ្នកគ្រូពេទ្យមើលការនិយាយរបស់គាត់ហ្នឹងគឺគាត់ចាប់ដើមនិយាយទៅវាខ្សោយទៅបើសិនជាអ្នកជំងឺមាន bulbar involvement
អានឹងវាអាចធ្វើឲ្យមានគ្រោះថ្នាក់លឿនណាស់ក្នុងករណីដែលអ្នកជំងឺដែលមាន bulbar involvement នៅក្នុង myasthenia gravis ហ្នឹងវាអាចបង្កឲ្យមានជា nasal speech បានន័យគាត់និយាយនៅយើងច្រមុះ difficulty swallowing មានការពិបាកនឹងលេប choking ឬក៏ aspiration បានន័យថាអាចលេបរបស់អីមួយគឺអាចធ្វើឲ្យមានស្លាក់ឬក៏វាអាចធ្វើឲ្យមាន aspiration វាអាច weak cough គាត់មានក្អកដែរប៉ុន្តែគាត់ក្អកអត់ចេញទេខ្សាច់ដុំខ្សោយគាត់ប្រឹងក្អកអត់បានទេហើយចុងក្រោយគឺមាន respiratory muscle weakness ដែលវាគ្រោះថ្នាក់វាអាចវិវត្តទៅរក respiratory failure អញ្ចឹងជា key line បើសិនជាអ្នកជំងឺមាន swallowing ឬក៏ breathing muscle នឹង weakened បានន័យថាសាច់ដុំដែលធ្វើឲ្យមានការលេបនិងសាច់ដុំដែលធ្វើឲ្យមានការដកដង្ហើមនិងខ្សោយអាហ្នឹងគឺជាគេហៅថា myasthenia gravis វានឹងវិវត្តទៅរក myasthenia gravis ដែលជាវាគ្រោះថ្នាក់ដោយសារតែអ្នកជំងឺអាចធ្វើឲ្យមាន respiratory failure ឥឡូវយើងធ្វើតេស្តមួយទៀតដោយយក ice pack យកទឹកកកហ្នឹងវាដាក់នៅភ្នែកអញ្ចឹងយើងមើលតេស្តហ្នឹងតើមានអ្វីប្រែប្រួលនេះយើងមើលនៅ baseline មកគាត់គឺមាន rhabdosis មានន័យថាភ្នែកខាងស្ដាំមកគាត់ហ្នឹងបើកអត់រួចទេចឹងយើងយកice pack ហើយយកទឹកកកហ្នឹងដាក់នៅលើភ្នែករបស់គាត់នឹងរយៈពេល2នាទីអញ្ចឹងបន្ទាប់ពីយើងដាក់ទឹកកករយៈពេល2ដល់2នាទីមកយើងឃើញថា aptosis ហ្នឹងភ្នែកដែលវាធ្លាក់ហ្នឹងឃើញ improve significantly បានន័យថាគាត់អាចបើកភ្នែកធម្មតាហើយបន្ទាប់ពីយើងយកទឹកកកចេញពីស្អំពីភ្នែកទៅយើងឃើញថា aptosis ហ្នឹងវាត្រឡប់មកភាពដើមបន្តិចម្ដងគឺនៅពេលដែល cooling improves neuromuscular transmission ហេតុអីបានជាគ្រាន់តែដាក់ទឹកកកស្អប់ភ្នែកហ្នឹងវាធ្វើឲ្យមានការប្រសើរឡើងcooling ហ្នឹងវានៅពេលដែលធ្វើឲ្យមានត្រជាក់ហ្នឹងវាគឺវាធ្វើឲ្យមានការប្រសើរឡើងនៅការបញ្ចេញនៅ acetylcholine និង receptor function នៅ neuromuscular junction ហ្នឹងជាធម្មតានៅ room temperature គឺវាមាន weaker signal ដែលធ្វើឲ្យមាន less effective signal អញ្ចឹងកាលណាមានsignal ដែលវាជាមក neuromuscular junction ហ្នឹងមានការថយចុះវាធ្វើឲ្យមានសាច់ដុំហ្នឹងក៏វាខ្សោយដែរប៉ុន្តែនៅពេលដែលយើងដាក់ឲ្យវាត្រជាក់ជា cooler បានន័យថាវាបង្កើននៅ signal នៃការបញ្ជាមក neuromuscular junction ហ្នឹងអញ្ចឹងវាធ្វើឲ្យមាន stronger muscle response ធ្វើឲ្យសាច់ដុំហ្នឹងមានការឆ្លើយតបយ៉ាងលឿនចឹងជា key line កាលណាមាន positive ice pack test គឺវា strongly support myasthenia gravis ចឹងកាលណាយើងធ្វើ test នោះយើងឃើញថាភ្នែកបើកបានល្អអានេះជា supportive criteria សម្រាប់ធ្វើរោគវិនិច្ឆ័យ myasthenia gravis អ្នកគ្រូតើយើងនៅតែធ្វើ test Atenolol ឬក៏ erythropoietin test ទៀតទេអ្នកគ្រូ erythropoietin ហ្នឹងគឺជា short acting acetylcholinesterase inhibitor អាហ្នឹងគេធ្វើវិធីដែលយើងធ្វើ test ហ្នឹងគឺគេចាក់ erythropoietin ហ្នឹង IV ហើយបន្ទាប់ទៅយើងតាមដានមើលថាតើកម្លាំងសាច់ដុំហ្នឹងវាមានការប្រែប្រួលអត់នៅពេលដែលយើងធ្វើ test ហ្នឹងគឺបើសិនជាមានដូស៊ីសឬក៏សាច់ដុំវាខ្សោយហ្នឹងគឺវាឃើញ improve មានការប្រសើរឡើងបើភ្នែកឡើងបានប៉ុន្តែវាអាចធ្វើឲ្យមានផលវិបាកជាច្រើនដូចជាធ្វើឲ្យបេះដូងដើរខ្សោយ bradycardia ធ្វើឲ្យមាន hypotension bronchospasm អាតេសហ្នឹងគេកម្រធ្វើដែរហើយវាដោយសារតែវាមាន high risk ប៉ះពាល់ទៅលើបេះដូងធ្វើឲ្យមាន bradycardia និង hypotension អញ្ចឹងនៅក្នុងឆ្នាំ2026ហ្នឹងtest ដែលគេ confirm ហ្នឹងគឺវាមាន3 test ទី1 serology serology ហ្នឹងយើង check មើលឪពុក acetylcholinesterase antibodies អាហ្នឹង 88% នៃ case គឺ positive អញ្ចឹងយើង check មើល2ឬក៏ check មើល acetylcholinesterase antibody ឬក៏ MASH antibody test ទី2គឺ EMG អាហ្នឹង specific សម្រាប់ repetitive nerve stimulation អញ្ចឹងទៅពេលដែលយើង check មើលចលនាសាច់ដុំហ្នឹងគឺវាមាន decremental response មានន័យថាសាច់ដុំហ្នឹង signal ហ្នឹងវាចាប់ដើមចុះតិចម្ដងហើយ test ទី3ហ្នឹងគឺគេ chastity ហ្នឹងគឺសំខាន់ណាស់ដើម្បី check រកមើលតើមាន T-moma អត់គឺវាមាន tumor នៅcolon thymus ហ្នឹង 15% នៃ myasthenia gravis ហ្នឹងគឺវាមាន T-moma ហើយនៅពេលដែលយើង remove T-moma ហ្នឹងគឺវាអាច
ជាសះស្បើយចំពោះ myasthenia gravis ហ្នឹងតើយើងត្រូវធ្វើយ៉ាងម៉េចចំពោះអ្នកជំងឺហ្នឹងអ្នកគ្រូអញ្ចឹងចំពោះអ្នកជំងឺហ្នឹងអ្វីដែលយើងត្រូវធ្វើទី1គឺយើងធ្វើ symptom booster គឺយើងធ្វើអ្វីឲ្យមាន improve រោគសញ្ញា clinic របស់គាត់ហ្នឹងគឺយើងឲ្យ pyridoxine ឬក៏ mestinon ហ្នឹងគឺអាហ្នឹងទៅពេលដែលយើងឲ្យថ្នាំហ្នឹងគឺថ្នាំហ្នឹងទៅពេលដែលយើងឲ្យហ្នឹងគឺវាប្រឈប់នៅការបំបែក acetylcholine អញ្ចឹងទៅពេលដែលយើងឲ្យថ្នាំហ្នឹងគឺមានការប្រសើរឡើងនៅចលនាឬក៏ការខ្សោយសាច់ដុំហ្នឹងហើយទី2យើងគឺ immune switch គឺយើងអាចប្រើពួក prednisolone ឬក៏ azathioprine ថ្នាំហ្នឹងគេប្រើទៅដើម្បីឲ្យខ្លួនយើងហ្នឹងបញ្ឈប់កុំឲ្យបង្កើត antibody ហ្នឹងមកទៀតហើយទី3crisis rescue អញ្ចឹងបើសិនជាអ្នកជំងឺមានការពិបាកនឹងការដកដង្ហើមដែលគេហៅថា myasthenia crisis ហ្នឹងគឺយើងត្រូវប្រើ IVIG ឬក៏ plasmapheresis IVIG ឬក៏ plasmapheresis ហ្នឹងគឺវា wash out បានន័យថាវាលាងសម្អាត antibody ចេញហើយវាមានសកម្មភាពលឿនហើយទី4គឺ surgery គឺយើងកាត់Timoma នឹងចេញពីច្រើនគឺគេ recommend ចំពោះអ្នកជំងឺវ័យក្មេងទោះបីជាអត់មាន tumor ឃើញនៅក្នុងក៏ដោយគឺនៅពេលយើងកាត់Temesclane ហ្នឹងគឺមាន improve long term អញ្ចឹងសូមឆ្លើយនៅចម្លើយដែលត្រឹមត្រូវ Best bedside parameter to monitor impending respiratory failure in myasthenia gravis A. Peak flow B. Respiratory rate C. Forced vital capacity D. Oxygen saturation only